ជំរាបសួរលោកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយតើលោកគ្រូកំពុងតែស្វែងរកសៀវភៅវិជ្ជាករអង់គ្លេសដើម្បីបង្ហាត់បង្ហាញកូនសិស្សមែនទេតើបងប្អូនកំពុងតែស្វែងរកសៀវភៅវិជ្ជាករភាសាអង់គ្លេសដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងសម្រាប់រៀនខ្លួនឯងកើតមែនទេបងប្អូនបាទថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនពាក់ព័ន្ធសៀវភៅវិជ្ជាករភាសាអង់គ្លេសដែលលោកគ្រូអាចទៅបរិញ្ញាសិស្សបានក៏ដូចជាបងប្អូនដែលចូលចិត្តរៀនភាសាអង់គ្លេសដល់ខ្លួនឯងយកទៅរៀនខ្លួនឯងបានបាទសៀវភៅនេះគឺមានឈ្មោះថា Essential Grammar in Use បាទសៀវភៅនេះគឺមាន3កម្រិតបាទហ្នឹងហើយសៀវភៅនេះគឺងាយស្រួលក្នុងការបង្រៀនសិស្សក៏ដូចជាយកទៅរៀនខ្លួនឯងដោយសារសៀវភៅនេះគឺនិយាយមួយប្រធានបទបាទមួយមេរៀននិយាយមួយប្រធានបទឧទាហរណ៍ថាមេរៀនទី1និយាយពីMSA អញ្ចឹងគេនិយាយពី MSA មាន example មានអីហើយគឺមាន exercise បាទមានលំហាត់សម្រាប់ធ្វើបាទអញ្ចឹងគេបែងចែកយ៉ាងមេរៀន2ទី3រហូតគ្រប់មេរៀននេះគឺមានមេរៀនបាទជាមួយនឹង explanation ជាមួយនឹងការពន្យល់ហើយមានលំហាត់ឲ្យយើងធ្វើទៀតហើយលំហាត់ឲ្យយើងធ្វើទៅយើងចង់ដឹងថាយើងធ្វើត្រូវខុសគឺយើងមានចម្លើយនៅខាងក្រោយទៀតបាទអញ្ចឹងមានថាងាយស្រួលក្នុងការយកទៅបរិញ្ញាសិស្សក៏ដូចជាងាយស្រួលក្នុងការរៀនខ្លួនឯងបាទហ្នឹងហើយសៀវភៅហ្នឹងគឺមាន3កម្រិតបងប្អូនបាទគឺមានសម្រាប់កម្រិត elementary បាទហើយមានសម្រាប់intermediate បាទហើយក៏ដូចជាចុងក្រោយនេះគឺ advanced អញ្ចឹងសៀវភៅនេះគឺមាន3បាទមាន3កម្រិតហ្នឹងបងប្អូនបាទហ្នឹងហើយមានថាលោកគ្រូអាចងាយស្រួលបាទងាយស្រួលយកទៅបរិញ្ញាសិស្សបាទងាយយល់បាទឆាប់ចេះហើយក៏ដូចជាបងប្អូនបាទបងប្អូនដែលចង់រៀនភាសាអង់គ្លេសបាទអភិវឌ្ឍសមត្ថភាពវិជ្ជាករខ្លួនឯងគឺយកទៅមើលខ្លួនឯងបានហ្នឹងហើយបាទអញ្ចឹងបើសិនបើលោកគ្រូចង់បានក៏ដូចជាបងប្អូនចង់បានគឺអាចតំណទៅខ្ញុំបានតាមលេខទូរស័ព្ទនៅខាងលើបាទក៏ដូចជា Telegram ឬក៏ Facebook បាទតាមឆាតបងប្អូនបាទហើយតម្លៃគឺសមរម្យបងប្អូនបាទអរគុណជម្រាបលាបាទ